មេរៀនទី1ហៅថា A column រៀនអំពីស្រះតោះយើងចូលទៅរៀនរបស់គ្នាទៅនៅក្នុងភាសាជប៉ុនយើងមានប្រព័ន្ធនៃការសរសេរ3យ៉ាងគឺទី1គេហៅថា Hiragana ទី2 Katakana ហើយនិងទី3 Kanji សារលបងទាំងអស់គ្នាទៅស្រៈអគូសមកចូលជ្រើសរើសចម្លើយដែលត្រឹមត្រូវទៅតាមសំឡេងនៃស្រៈអ៊ីចូលជ្រើសរើសចម្លើយដែលត្រឹមត្រូវជាមួយនឹងសំឡេងអ៊ីBuild the word មានន័យថាផ្សំពាក្យអញ្ចឹងយើងមកផ្សំពាក្យជាមួយគ្នាមកមានស្រៈអហើយនិងអ៊ីអៃនេះបកប្រែថាស្រឡាញ់ចូលជ្រើសរើសចម្លើយដែលត្រឹមត្រូវជាមួយនឹងសំឡេងអេត្រឹមត្រូវចូលបង្កើតពាក្យក្នុងនេះគេឲ្យបង្កើតពាក្យអ៊ីហើយនិងអេស្រៈអ៊ីមានន័យថាផ្ទះស្រៈអូចូលជ្រើសរើសចម្លើយដែលត្រឹមត្រូវទៅនឹងសំឡេងអូចូលបង្កើតពាក្យមានអហើយនិងអូមានន័យថាពណ៌ផ្ទៃមេឃចូលជ្រើសរើសចម្លើយដែលត្រឹមត្រូវជាមួយនឹងអក្សរចូលជ្រើសរើសចម្លើយដែលត្រឹមត្រូវទៅនឹងអក្សរអ៊ីចូលជ្រើសរើសចម្លើយដែលត្រឹមត្រូវទៅនឹងអក្សរចូលជ្រើសរើសចម្លើយដែលត្រឹមត្រូវទៅនឹងអក្សរអូចូលជ្រើសរើសចម្លើយដែលត្រឹមត្រូវទៅនឹងអក្សរអេអញ្ចឹងយើងមកភ្ជាប់ទាំងពីរជួរនេះទៅខ្ញុំជ្រើសរើសខាងអក្សរខាងស្ដាំមុនយើងរកមើលអក្សរត្រឹមត្រូវអ៊ីយើងមើលអក្សរអ៊ីត្រឹមត្រូវត្រឹមត្រូវអេអាអ៊ីអ៊ឺអេអូあいうえおあいうえおあいうえお